ម្ដាយនិងកូនស្រីបានរៀបការនៅថ្ងៃតែមួយក្នុងនាមជាក្មេងស្រីគ្មានម្ដាយនាងមិនចង់បែកពីម្ដាយរបស់នាងទេដូច្នេះនាងបានរៀបការជាមួយកូនប្រុសរបស់ឪពុកចុងរបស់នាងវាមានន័យថាម្ដាយនិងកូនស្រីបានរៀបការជាមួយឪពុកនិងកូនប្រុសបន្ទាប់ពីរៀបការរួចក្មេងស្រីនេះត្រូវបានស្វាមីរបស់នាងស្រឡាញ់យ៉ាងខ្លាំងម្ដាយនិងឪពុកចុងបានចុះសម្រុងគ្នាយ៉ាងល្អក្មេងស្រីនោះគិតថាជីវិតអាចមានសុភមង្គលបែបនេះនាងថែមទាំងនិយាយលេងជាមួយឪពុកចុងរបស់នាងថាដរាបណាម្ដាយរបស់នាងមិនលែងលះនាងនឹងមិនលែងលះឡើយប៉ុន្តែនាងមិននឹកស្មានថានៅថ្ងៃដែលម្ដាយនិងកូនស្រីទៅទិញអីវ៉ាន់ពួកគេបានជួបប្រទះនឹងឈុតឆាកដ៏គួរឲ្យភ្ញាក់ផ្អើលនោះទេពួកគេបានរកឃើញថាឪពុកចុងរបស់នាងកំពុងស្នាក់នៅជាមួយស្ត្រីម្នាក់ហើយអ្នកទាំងពីរមានភាពស្និទ្ធស្នាលខ្លាំងណាស់បន្ទាប់ពីត្រូវបានម្ដាយនិងកូនស្រីរត់ជន់ឪពុកចុងរបស់នាងក៏ភ័យស្លន់ស្លោបន្ទាប់មកគាត់បានពន្យល់យ៉ាងរហ័សថាស្ត្រីនោះគឺជាមិត្តរួមថ្នាក់ចាស់របស់គាត់ដោយសារតែគ្រួសារនេះកំពុងជួបបញ្ហាគាត់បានសុំឲ្យនាងជួយគាត់ពួកគេមិនមានអ្វីពាក់ព័ន្ធគ្នាទេកុំយកខុសអីស្ត្រីនោះបានសួរគាត់ដោយផ្ទាល់ថាតើអ្នកបានប្រើស្មារបស់អ្នកដើម្បីជួយគាត់ទេឪពុកចុងជាប់គាំងហើយមិនអាចនិយាយអ្វីបានទេនៅពេលនេះមិត្តរួមថ្នាក់ចាស់បានធ្វើពុតជាអាណិតហើយនិយាយថាគាត់ទើបតែគិតអំពីរឿងដ៏ក្រៀមក្រំមួយគាត់មិនអាចជួយអ្វីបានក្រៅពីផ្អែកលើស្មាស្វាមីរបស់អ្នកនារីនោះបានឆ្លើយប្រយោគមួយចំនួនភ្លាមតើអ្នកជាបុរសដែលមានស្នេហាឬស្ត្រីដែលមានពាក្យសម្ដីអ្នកទាំងពីរអ្នកគ្មានពាក្យអ្វីនិយាយឡើយម្ដាយមិនបានរំខានប្តីគាត់ច្រើនទេគាត់គ្រាន់តែសុំឲ្យប្តីគិតឲ្យបានល្អិតល្អន់រួចនាំកូនស្រីគាត់ទៅឆ្ងាយបន្ទាប់ពីត្រឡប់ទៅផ្ទះវិញក្មេងស្រីនោះកាន់តែខឹងខ្លាំងឡើងនាងគិតថាមិត្តរួមថ្នាក់ចាស់ដែលរំខាននោះហ៊ានធ្វើឲ្យម្ដាយរបស់នាងមានអារម្មណ៍ថាខ្លួនខុសដូច្នេះហើយពេលប្តីរបស់នាងត្រឡប់មកវិញនាងបានស្ដីបន្ទោសប្តីរបស់នាងពេលប្តីរបស់នាងឃើញថាបរិយាកាសមិនល្អគាត់ក៏ប្រញាប់បញ្ចុះបញ្ចូលនាងឲ្យសួរថាមានរឿងអ្វីកើតឡើងឪពុករបស់អ្នកមានទំនាក់ទំនងស្នេហាក្មេងស្រីនោះបានប្រាប់ប្តីរបស់នាងនៅអ្វីគ្រប់យ៉ាងដែលនាងបានឃើញប្តីរបស់នាងបានដឹងថាមិត្តរួមថ្នាក់ចាស់នោះអាចជាពន្លឺព្រះច័ន្ទពណ៌របស់ឪពុកគាត់ប៉ុន្តែឪពុករបស់គាត់ប្រកាសជាមិនមានបំណងចង់មានទំនាក់ទំនងស្នេហាជាមួយនាងទេគាត់បានបញ្ចុះបញ្ចូលនាងអស់រយៈពេលយូរហើយទីបំផុតបានធ្វើឲ្យនាងស្ងប់ចិត្តនៅថ្ងៃបន្ទាប់មិត្តរួមថ្នាក់ចាស់បានមកជាមួយកូនស្រីរបស់គាត់គាត់បាននិយាយថាគាត់កំពុងសុំទោសចំពោះអ្វីដែលបានកើតឡើងកាលពីម្សិលមិញប៉ុន្តែជាក់ស្ដែងគាត់កំពុងអួតអាងគាត់បាននិយាយថាគាត់គ្មានកន្លែងទៅទេឥឡូវនេះដោយសារគ្រួសាររបស់គាត់ខ្សែធនហើយស្វាមីរបស់ក្មេងស្រីនោះបានឲ្យនាងរស់នៅវីឡាមួយដោយប្រឈមមុខនឹងស្ត្រីដែលញុះញង់បែបនេះគាត់មិនបានយកចិត្តទុកដាក់ចំពោះរឿងនេះតតែសោះនាងបានទូរស័ព្ទទៅស្វាមីរបស់នាងហើយសុំឲ្យគាត់ត្រឡប់មកវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបានក្មេងស្រីនោះក៏បានទៅខាងប្តីរបស់នាងហើយហៅគាត់ប៉ាតើប៉ានឹកកូនទេពិតណាស់មិនមែនទេស្រីកំណានរបស់ឪពុកកូននៅទីនេះចេញពីទីនេះទៅពេលមនុស្សគ្រប់គ្នានៅទីនោះស្ត្រីនោះបានសួរប្តីរបស់នាងថាតើនាងចង់មានន័យយ៉ាងណាដោយឲ្យវីឡារបស់នាងទៅមិត្តរួមថ្នាក់ចាស់ប្តីរបស់នាងបានសុំទោសប្រពន្ធរបស់គាត់បាននិយាយថាមិត្តរួមថ្នាក់ចាស់នោះគ្មានកន្លែងរស់នៅទេដូច្នេះគាត់គ្រាន់តែចង់ខ្ចីវាជាបណ្ដោះអាសន្នប៉ុណ្ណោះនៅពេលនេះមិត្តរួមថ្នាក់ចាស់នោះបានធ្វើពុតជាទុនខ្សោយហើយបានអរគុណគូស្វាមីភរិយាសម្រាប់ជំនួយរបស់ពួកគេក្មេងស្រីនៅក្បែរគាត់លែងអាចទ្រាំទ្របានទៀតហើយនាងបានស្ដីបន្ទោសឪពុករបស់នាងទោះបីជានាងចង់ខ្ចីវីឡានេះក៏ដោយក៏នាងត្រូវសុំការអនុញ្ញាតពីម្ដាយរបស់នាងជាមុនសិនបន្ទាប់មកនាងបានបង្ហាញមុខស្វាមីរបស់នាងហើយសុំឲ្យគាត់ជួយនាងប៉ាធ្វើខុសហើយបើប៉ាចង់ជួយអ្នកដទៃប៉ាត្រូវរីកាទៅម៉ាក់ខ្ញុំជាមុនសិនម៉ាក់កុំយកវាទៅគិតច្រើនពេកអីតើអ្នកខាងក្រៅអាចប្រៀបធៀបជាមួយអ្នកបានយ៉ាងដូចម្ដេចប៉ុន្តែក្នុងនាមជាម្ដាយម្នាក់ដែលមានអាជីពរឹងមាំគាត់មិនមានពេលច្រើនដើម្បីខ្វល់ខ្វាយពីបញ្ហារបស់ស្វាមីទេគាត់គ្រាន់តែក្រោកឈរឡើងហើយនិយាយថាឲ្យស្វាមីធ្វើវាដោយខ្លួនឯងរួចក៏ចាក់ចេញទៅក្មេងស្រីនោះឃើញម្ដាយរបស់គាត់ខឹងហើយស្អប់ស្វាមីរបស់គាត់នាងបានរុញប្តីរបស់នាងចេញហើយដើរតាមម្ដាយរបស់នាងទៅឆ្ងាយម្ដាយនិងកូនស្រីមានការអន្ទះសារចង់ឃើញគោលដៅរបស់ពួកគេយ៉ាងខ្លាំងប៉ុន្តែពួកគេក៏បានរកឃើញលេសដើម្បីរត់គេចខ្លួនផងដែរក្មេងស្រីនោះចង់លួងលោមម្ដាយរបស់នាងប៉ុន្តែម្ដាយរបស់នាងបាននិយាយថាលទ្ធផលអាក្រក់បំផុតគឺការលែងលះក្មេងស្រីនោះបានបង្ហាញការគាំទ្រចំពោះម្ដាយរបស់នាងនាងបាននិយាយថាប្រសិនបើឪពុករបស់នាងមិនប្រែចិត្តទេម្ដាយនិងកូនស្រីនឹងជៀនឪពុកនិងកូនប្រុសវិធីល្អបំផុតសម្រាប់ម្ដាយរបស់នាងដើម្បីបន្ធូរអារម្មណ៍របស់នាងគឺទិញអ្វីមួយអ្នកទាំងពីរបានឃើញខ្សែម្ដាយកូនស្រីនៅក្នុងផ្សារទំនើបវាជាខ្សែផលិតមានកំណត់ចុងក្រោយបង្អស់មានតែ2ខ្សែប៉ុណ្ណោះនៅក្នុងប្រទេសចៃដន្យណាស់ពេលម្ដាយនិងកូនស្រីទៅរើសរបស់ផ្សេងម្ដាយនិងកូនស្រីក៏មកដល់ផ្សារដែរពួកគេបានឃើញខ្សែមួយផ្លេតអ្នករត់ទៅបាននិយាយថាខ្សែនេះត្រូវបានភ្ញៀវម្នាក់កក់ទុកប៉ុន្តែបុរសចំណាស់ដែលមានល្បិចកបានយកកាត់ខ្មៅមួយចេញពីកាបូបវាជាការបង្ហាញពីការគោរពខ្លួនឯងដែលតំណាងឲ្យអត្តសញ្ញាណឯកជនក្មេងស្រីដែលបានឃើញឈុតនេះពីចម្ងាយមិនយល់ថាហេតុអ្វីបានជាភីគីម្ខាងទៀតមានកាត់ផ្ទាល់ខ្លួនរបស់ខ្លួនទេវាប្រហែលជាត្រូវបានផ្ដល់ឲ្យដោយឪពុករបស់នាងម្ដាយនិងកូនស្រីមិននឹកស្មានថានឹងបានជួបមនុស្សត្រឹមត្រូវនៅទីនេះទេអ្នករត់ទៅមិនហ៊ានធ្វើឲ្យគ្រួសារឯកជនអាក់អន់ចិត្តទេគាត់មានគម្រោងលក់ខ្សែឲ្យតែម្ដាយនិងកូនស្រីប៉ុណ្ណោះប៉ុន្តែពេលនេះស្ត្រីនោះគ្រាន់តែទូរស័ព្ទមកប៉ុណ្ណោះមែនហើយ
ម្ដាយនិងកូនស្រីមិនជឿថាគាត់មានសមត្ថភាពនេះទេជាលទ្ធផលនៅពេលដែលអ្នករត់ទៅបានឱកាសគាត់បានរកឃើញថាកាតនោះត្រូវបានបញ្ឈប់ហើយមិនអាចអូសបានតតែសោះចាំបាច់ត្រូវដឹងថាខ្សែទាំងពីរនេះមានតម្លៃជាង3លានយ៉នបុរសចំណាស់ដែលមានល្បិចកនោះមិនមានលទ្ធភាពទិញវាតតែសោះដូច្នេះគាត់បានធ្វើពុតជាមានចិត្តទូលាយខ្លាំងហើយនិយាយថាគាត់នឹងឲ្យខ្សែនោះទៅភីគីម្ខាងទៀតប៉ុន្តែក្មេងស្រីនោះបានប៉ះខ្សែនោះដោយចិត្តណានាងបាននិយាយថាខ្សែនោះមានក្លិនតែហើយវាខ្វក់នាងមិនចង់បានវាទេទោះបីជាម្ដាយនិងកូនស្រីខឹងខ្លាំងក៏ដោយក៏ពួកគេគ្មានជំរឿនអ្វីក្រៅពីប្រើទំនាក់ទំនងរវាងស្ត្រីនិងស្វាមីដើម្បីជំរុញនាងឡើយឃើញភីគីម្ខាងទៀតធ្វើឲ្យម្ដាយអាម៉ាស់ក្មេងស្រីនោះមិនអាចទប់ទល់បានទេនាងបានប្រញាប់ប្រញាល់ទៅប្រយុទ្ធជាមួយជនខិលខូចនោះវាពិតជារស់រវើកណាស់ចៃដន្យណាស់ពេលម្ដាយនិងកូនស្រីទៅរើសរបស់ផ្សេងម្ដាយនិងកូនស្រីក៏មកដល់ផ្សារដែរពួកគេបានឃើញខ្សែមួយផ្លេតអ្នករត់ទៅបាននិយាយថាខ្សែនេះត្រូវបានភ្ញៀវម្នាក់កក់ទុកប៉ុន្តែបុរសចំណាស់ដែលមានល្បិចកបានយកកាត់ខ្មៅមួយចេញពីកាបូបវាជាកាត់បង្ហាញពីការគោរពខ្លួនឯងដែលតំណាងឲ្យអត្តសញ្ញាណឯកជនក្មេងស្រីដែលបានឃើញឈុតនេះពីចម្ងាយមិនយល់ថាហេតុអ្វីបានជាភីគីម្ខាងទៀតមានកាត់ផ្ទាល់ខ្លួនរបស់ខ្លួនទេវាប្រហែលជាត្រូវបានផ្ដល់ឲ្យដោយឪពុករបស់នាងម្ដាយនិងកូនស្រីមិននឹកស្មានថានឹងបានជួបមនុស្សត្រឹមត្រូវនៅទីនេះទេអ្នករត់ទៅមិនហ៊ានធ្វើឲ្យគ្រួសារឯកជនអាក់អន់ចិត្តទេគាត់មានគម្រោងលក់ខ្សែឲ្យតែម្ដាយនិងកូនស្រីប៉ុណ្ណោះប៉ុន្តែពេលនេះស្ត្រីនោះគ្រាន់តែទូរស័ព្ទមកប៉ុណ្ណោះមែនហើយម្ដាយនិងកូនស្រីមិនជឿថាគាត់មានសមត្ថភាពនេះទេជាលទ្ធផលនៅពេលដែលអ្នករត់ទៅបានឱកាសគាត់បានរកឃើញថាកាត់នោះត្រូវបានបញ្ឈប់ហើយមិនអាចអូសបានតតែសោះចាំបាច់ត្រូវដឹងថាខ្សែទាំងពីរនេះមានតម្លៃជាង3លានយ៉នបុរសចំណាស់ដែលមានល្បិចកនោះមិនមានលទ្ធភាពទិញវាតតែសោះដូច្នេះគាត់បានធ្វើពុតជាមានចិត្តទូលាយខ្លាំងហើយនិយាយថាគាត់នឹងឲ្យខ្សែនោះទៅភីគីម្ខាងទៀតប៉ុន្តែក្មេងស្រីនោះបានប៉ះខ្សែនោះដោយចិត្តណានាងបាននិយាយថាខ្សែនោះមានក្លិនតែហើយវាខ្វក់នាងមិនចង់បានវាទេទោះបីជាម្ដាយនិងកូនស្រីខឹងខ្លាំងក៏ដោយក៏ពួកគេគ្មានជំរឿនអ្វីក្រៅពីប្រើទំនាក់ទំនងរវាងស្ត្រីនិងស្វាមីដើម្បីជំរុញនាងឡើយឃើញភីគីម្ខាងទៀតធ្វើឲ្យម្ដាយអាម៉ាស់ក្មេងស្រីនោះមិនអាចទប់ទល់បានទេនាងបានប្រញាប់ប្រញាល់ទៅប្រយុទ្ធជាមួយជនខិលខូចនោះវាពិតជារស់រវើកណាស់កូនស្រីបានឆ្លោះជាមួយជនច្បោកម្ដាយក៏បានឆ្លោះជាមួយជនច្បោកចាស់ដែរក្មេងស្រីនោះស្ថិតក្នុងស្ថានភាពមិនអំណោយផលបន្តិចម្ដងប៉ុន្តែម្ដាយនោះពិតជាកាច់សាហាវណាស់រហូតដល់មិនអាចលើកក្បាលបុរសចំណាស់នោះឡើងបានភ្លាមនោះនាងមានអារម្មណ៍ថារាងកាយទាំងមូលរបស់នាងពោពេញដោយកម្លាំងនាងបានសង្កត់បុរសចំណាស់នោះទៅលើខ្នងរបស់នាងដោយផ្ទាល់ខ្ញុំមិនដឹងថាវាត្រូវចំណាយពេលយូរប៉ុណ្ណាទេសម្រាប់ម្ដាយនិងកូនស្រីដើម្បីឆ្លោះប្រកែកគ្នាជនខិលខូចនិងម្ដាយនិងកូនស្រីពិតជាវេទនាណាស់ពួកគេបានថាប់គ្នានៅលើមុខបុរសចំណាស់ដែលមានល្បិចកបានយំហើយនាំកូនស្រីទៅត្អូញត្អែហើយម្ដាយក៏បានសម្រេចចិត្តលែងលះគ្នាដែរកូនស្រីបាននិយាយថានាងគាំទ្រការសម្រេចចិត្តរបស់ម្ដាយនាងបានដើរតាមម្ដាយនាងទៅគ្រប់ទីកន្លែងពេលម្ដាយនិងកូនស្រីត្រឡប់ទៅផ្ទះវិញដើម្បីវេចខ្ចប់អីវ៉ាន់និងរៀបចំខ្លួនចេញដំណើរម្ដាយបានសួរកូនស្រីនាងម្ដង